ត្រូវបានកម្លាំងអាចកំបាំងមួយបានសង្កត់យ៉ាងខ្លាំងមិនថានាងតស៊ូនឹងអង្វរយ៉ាងណានោះទេគ្មានអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយសង្គ្រោះនាងអាចដឹងថាមានអ្វីកើតឡើងឈាមកំពុងហូរចេញពីក្រោមក្រែម្ដងទៀតដៃខ្មៅបានចង់អវយវៈរបស់នាងដោយផ្ទាល់សង្កត់ឲ្យរឹងមាំហើយបន្ទាប់មកជួសជុលស៊ុំក្រែស្រាប់តែបើកម្ដងទៀតនាយកដ្ឋានគឺដូចជាអាជីវកម្មមួយពួកគេចាប់ផ្ដើមវើហើយលោតដូចឈួតលោតរហូតដល់គាត់វើពីរដងនៅនឹងកន្លែងទីបំផុតវាបានជប់បន្ទាប់ពីមួយឆ្នាំកន្លះក្មេងស្រីក្នុងជីវិតនេះត្រូវបានគេធ្វើទារុណកម្មដល់ចំណុចឈឺចាប់ដែលមិនអាចទ្រាំទ្របានដល់នៅតែអាចជាស្វាយនឹងបង្អួចស្រាប់តែបែកម្ដងទៀតបន្ទាប់ពីធ្វើសកម្មភាពរួចក្រែក៏កម្លាំងដ៏ធំមួយបានរុញច្រានដោយក្តីបារម្ភត្រូវបានគេសង្កត់ទៅលើក្រែក្នុងល្បឿនលឿនបំផុតសៀងមីគ្មានអំណាចតតែសោះបន្ទាប់ពីរួចហើយរអិលទៅលើយ៉បន្ទាប់មកតំបន់ក្រែត្រូវបានទុកចោលសម្រាប់សម្អាតត្រៀមខ្លួនដើម្បីបោះវាទៅនាងអគារកម្ពស់10,000 ម៉ែត្ររួមសញ្ញាបត្ររបស់ក្មេងស្រីកាន់តែធំឡើងអ្វីដែលខ្ញុំអាចធ្វើបានគឺគ្រាន់តែអន់ចោះហើយត្រូវបានសង្កត់លើក្រែបញ្ឈរប៉ុន្តែមិននឹកស្មានដល់ផ្នែកក្រែគឺដូចជាឈួតដោយដឹងខ្លួនវាគឺនៅចំណុចសំខាន់នេះហើយដែលការរស់ស្រាបានចាំនៅតែកើតឡើងតាមដោយសន្តិភាពចម្លែកប៉ុន្តែនាងកំពុងសម្លឹងមើលពីលើដោយយកចិត្តទុកដាក់នាងបានតស៊ូដោយសេរីហើយមួយវិនាទីបន្ទាប់នាងត្រូវបានរុញចេញពីអគារកម្ពស់10,000យ៉ាងណាមិញពេលនាងចុះចាប់ភ្លាមមានតែពេលនោះទេដែលខ្ញុំដឹងថាវាគ្រាន់តែយកច្រឡំនេះពិតជាសំណាងណាស់ដែលនាងបានការស្រែកយកពីទឹកចិត្តរបស់នាងគឺបន្ទាប់មកមេធាវីបានសម្លឹងមើលទៅឧត្តមសេនីយ៍នាងត្រូវបានជួយសង្គ្រោះហើយបានរងចាំនៅមេធាវីធាននិងបងប្រុសជាងត្រូវបាននាំមកជាមួយបានទៅវត្តហើយអះអាងថានាងគាត់បានធ្វើរឿងមិនសមហេតុផលជាច្រើនជាប្រចាំ UG ត្រូវបានកោះហើយដោយបញ្ហានេះបន្ទាប់មកនាងបានសុំឲ្យឆេមីបរិច្ចាគខ្លះជារបៀបលុបបំបាត់លុយធូបឧក្រិដ្ឋកម្មនិងកម្លាំងពីមុនរបស់នាងមូលហេតុដែលបងប្រុសខ្ញុំបង្ខំនាងឲ្យធ្វើបែបនេះគឺដោយសារតែជាមនុស្សធម្មតាទេនាងអាចមើលឃើញអត្ថភាពតាំងពីក្មេងសូម្បីតែវិញ្ញាណអាក្រក់នៃពិភពលោកអាចទស្សទីពីជីវិតនិងសេចក្តីស្លាប់របស់ដែលរឿងនេះហួសពីការគ្រប់គ្រងរបស់វាសនានាងក៏មិនអាចផ្លាស់ប្ដូរអ្វីបានដែរវាសនាមនុស្សបន្ទាប់ពីនាងធំឡើងគាត់ក៏បានក្លាយជាឈ្មោះល្បីរន្ទឺក្នុងគ្រួសាររបស់ជាវទៅតែពេលជំនួយការមកដល់ការិយាល័យគាត់បានមកដល់ហើយនិយាយថាកាលពីយប់មិញមានហេតុការណ៍មួយបានកើតឡើងនៅលើស្ពានមួយកន្លែងចរាចរណ៍ដ៏ធំមួយអ្នកបើកបរដែលបង្កគ្រោះថ្នាក់គឺជាម្នាក់ក្នុងចំណោមស្រីតែម្នាក់គត់របស់បុរសមានបំផុតនៅក្នុងអ្នកមានចង់ចំណាយប្រាក់ច្រើនដើម្បីជួបមនុស្សខ្លះប្រុសបានដោះស្រាយករណីនេះយ៉ាងម៉ឺងម៉ាត់បងប្រុសដាក់ដៃលើរូបថតរបស់ជនល្មើសវិនាទីបន្ទាប់នាងមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីដូច្នេះហើយឈុតឆាកដំបងឡើយគឺជាស្ត្រីនៅពេលនោះក្មេងនោះទោះយ៉ាងណាក៏ដោយវាត្រូវបានគ្រប់ដណ្ដប់ដោយមូលហេតុដែលធ្វើឲ្យភ្នែកទាំងពីរគ្រោះថ្នាក់ចរាចរណ៍ដ៏ធំនេះដូច្នេះហើយបន្ទាប់ពីនាងយល់ច្បាស់ពីចំណុចបន្ទាប់ពីវិតម្លៃស្ថានភាពរាងកាយរួចខ្ញុំបានទៅមន្ទីរពេទ្យដើម្បីជួបអ្នកផ្សេងពេលខ្ញុំចូលទៅក្នុងផ្ទះភ្លាមខ្ញុំក៏ឃើញរលឹងនៃអ្នកដែលនាងបានបង្កើតពួកគេទាំងអស់គ្នាឡោមព័ទ្ធនាងហើយឈុតឆាកនេះត្រូវបានឃើញដោយអ្នកដទៃអ្វីដែលមើលមិនឃើញគឺអ្វីដែលបានធ្វើឈីងបានបិទភ្នែករបស់នាងនៅពេលនោះតើមនុស្សម្នាក់នេះជានរណាឲ្យប្រាកដពួកគេបានសម្រេចនៅនឹងការពីពួកគេជាបណ្ដោះវិញ្ញាណអាក្រក់ពួកគេបានមករកក្មេងស្រីនោះពួកគេបានឡោមព័ទ្ធនាងដើម្បីធ្វើឲ្យនាងរីកចម្រើនមីចង់រត់ចេញប៉ុន្តែចុងក្រោយបែរជានៅក្នុងផ្ទះត្រូវបានបិទភ្លាមបន្ទាប់មកនាងត្រូវបានសន្ធិដ្ឋដោយកម្លាំងអាក្រក់តែខ្ញុំអង្គុយលើក្រែទើបខ្ញុំដឹងការចាប់ផ្ដើមនៃរឿងបានកើតឡើងទោះបីជាបងប្រុសថេងភ្លាមក៏ដោយនាងបានជួយសង្គ្រោះនាងប៉ុន្តែនាងពិតជាច្បាស់ណាស់ថាវិញ្ញាណអាក្រក់ទាំងនេះនឹងមិនទុកការស៊ីនៅថ្ងៃបន្ទាប់នាងនាំឈាមីទៅបរិច្ចាគធូបទឹកលុយចោលហើយនាងយកវាទៅមុនកំពុងស្វែងរកគ្រូម្នាក់ដើម្បីអធិស្ឋានសម្រាប់តែលីស្មេនអាចជាម្ចាស់ពេលឃើញនាងភ្លាមគាត់ក៏ប្រាប់នាងឲ្យមើលថែខ្លួនឯងជាមុនតែនិយាយពាក្យទាំងនោះម្ដងទៀតសូមឲ្យបងប្រុសថេងឆ្លៀនពីពេកបន្តិចប៉ុន្តែនៅទីបំផុតចៅហ្វាយនៅតែប្រគល់វាទៅឲ្យគាត់ខ្សែអង្កាំព្រះពុទ្ធសាសនារបស់ឈៀវមីបានធ្វើជារបស់ខ្លាំងៗឲ្យបងប្រុសថេងគាត់មិនបានយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់ចៅហ្វាយនោះទេនាងបានយកឈៀវមីពួកគេត្រូវបានបញ្ជូនត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញទៅនឹងរបស់ឈីខេងរឿងចម្លែកក៏បានកើតឡើងដែរភ្លាមនោះនាងបានដឹងថាផ្ទះរបស់នាងឈីណូចាប់ផ្ដើមលេងដោយខ្លួនឯងហើយឈុតនេះក៏បានធ្វើឲ្យនាងខ្ញុំធ្លាប់ចាញ់បោកគេរហូតដល់ខ្ញុំរឹងមាំក្រោយពីបងប្រុសខ្ញុំមកដល់ផ្ទះវិញគាត់ក៏ដើរទៅបានគេរកឃើញ